រូបភាពនេះកប់ជ្រៅនៅក្នុងក្រអៅបេះដូងរូបភាពនេះដាស់ការចងចាំនៃភ្លើងសង្គ្រាមកុមារកម្ពុជាត្រូវធំឡើងដោយការភ័យខ្លាចជំនួសឲ្យសន្តិភាពសំលេងក្រហមនៃគ្រាប់ផ្លោងថៃហែកបំបែកមេឃយន្តហោះចំបាំងត្រដាងស្លាបខ្ជាក់គ្រាប់បែកបំផ្លាញធរណីនៅក្រោមសម្រែកដ៏ឃោឃៅនេះកុមារកម្ពុជាម្នាក់បានរួញខ្លួននៅក្នុងលេនដ្ឋានដៃទាំងពីរក្រសោបទ្រូងប្រៀបដូចជាការអោបត្រកងនៅក្នុងទ្រូងរបស់ម្ដាយនេះជារូបភាពដ៏ឈឺចាប់នៃសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជារូបភាពនេះបង្កប់សាររយលានអត្ថន័យផ្ញើទៅកាន់ពិភពលោកថានៅពេលដែលអាវុធដ៏ប្រឡ័យត្រូវបានប្រើប្រាស់ជនរងគ្រោះដំបូងគឺកុមារស្ត្រីជនចាស់ជរានិងពលរដ្ឋស៊ីវិលដែលគ្មានអាវុធនិងមានសម្លេងដែលគេមិនឮកុមាររូបនេះអាចមិនដឹងថាយន្តហោះ F16 ជាអ្វីទេរូបគេអាចមិនយល់ពីនយោបាយឬក៏យុទ្ធសាស្ត្រយោធាថាជាអ្វីឡើយអ្វីដែលកុមារនេះដឹងច្បាស់នៅពេលនោះគឺការភ័យខ្លាចដោយសម្លេងឃោឃៅនៅចំពីលើរូបកាយដ៏តូចល្អិតរបស់ខ្លួនភ័យខ្លាចថាលេនដ្ឋានរូបដីមិនអាចទប់គ្រាប់បែកនោះបានភ័យខ្លាចរូបគេគ្មានឱកាសជួបឪពុកម្ដាយទៀតអ្វីដែលកុមារចង់បាននៅពេលនោះគឺការរស់រានមានជីវិតសម្រាប់ប្រជាជនកម្ពុជារូបភាពនេះកប់ជ្រៅនៅក្នុងក្រអៅបេះដូងរូបភាពនេះដាស់ការចងចាំនៃភ្លើងសង្គ្រាមកុមារកម្ពុជាត្រូវធំឡើងដោយការភ័យខ្លាចជំនួសឲ្យសន្តិភាពក្រោយឆ្លងកាត់ទំព័រសង្គ្រាមដ៏ជូរចត់រាប់ទសវត្សរ៍យើងធ្លាប់សង្ឃឹមថាកូនរបស់យើងនឹងមិនចាំបាច់ជួបប្រទះរឿងដ៏សោកសៅនេះម្ដងទៀតទេ